ងន់ចិត្ត15តោនប្រវែងជាង6ម៉ែត្រអង្កត់ចិត្ត1ម៉ែត្រជិះតែយន្តហោះបំបាំងកាយលឿនលឿន Supersonic ហើយអាចបុកទម្លុះកំផែងថ្មនិងជ្រែកខ្លួនចូលដីដើម្បីកំទេចគោលដៅនេះគឺគ្រាប់បែកកំណាច GBU 57 GBU 57ជាគ្រាប់បែកមិនមែននុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកដែលផលិតដោយសហរដ្ឋអាមេរិកមានតែនៅអាមេរិកនិងជាអាវុធតែមួយគត់លើលោកដែលអាចបំផ្លាញទីតាំងនុយក្លេអ៊ែរនៅក្រោមដីនិងក្នុងទីអាកំបាំងបានបង្កើតឡើងដោយក្រុមហ៊ុន Boeing សម្រាប់កងទ័ពអាកាសអាមេរិកគ្រាប់បែក GBU 57ត្រូវបានព្រួយផ្ដើមផលិតនៅក្នុងឆ្នាំ2008ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងអំពីកម្មវិធីនុយក្លេអ៊ែរដែលលាក់កំបាំងនៅក្នុងប្រទេសមួយចំនួនដូចជាអ៊ីរ៉ង់និងកូរ៉េខាងជើងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរនេះត្រូវក្រុមចារកម្មលោកខាងលិចរកឃើញថាបានលាក់បាំងនៅក្រោមភ្នំជម្រៅរាប់សិបម៉ែត្រដែលជាឃ្លាំងអ៊ុយរ៉ាញ៉ូមជាមជ្ឈមណ្ឌលបញ្ជាការវាយប្រហារនិងជាកន្លែងស្តុកមីស៊ីលដែលហ៊ុមព័ទ្ធដោយកំពែងថ្មគ្រាប់បែកទម្លាក់តាមអាកាសបើទោះបីជាទំនើបបែបណានិងប្រើយន្តហោះអស្ចារ្យយ៉ាងណាក៏មិនអាចកំចាយទីតាំងនុយក្លេអ៊ែរទាំងនោះបានដែរម្ល៉េះហើយសហរដ្ឋអាមេរិកបានសម្រេចផលិតគ្រាប់បែក GBU 57ថាមពលស៊ីនេតិករបស់គ្រាប់បែកនេះអាចឲ្យវាបុកទម្លុះជញ្ជាំងបេតុងឬក៏កំពែងថ្មនិងជ្រែកដីបានដល់ទៅ60ម៉ែត្រមុននឹងវាបំផ្ទុះកំទេចគោលដៅសម្បករបស់គ្រាប់បែកនេះធ្វើពីដែករឹងដែលមាំហើយធន់ដើម្បីរក្សាទម្រង់រូបរាងរបស់គ្រាប់បែកនេះកំឡុងពេលមានការប៉ះទង្គិចពេលដែលវាកំពុងតែហោះបោះពួយទៅរកគោលដៅវាផ្ទុកសារធាតុផ្ទុះដែលមិនមែនជានុយក្លេអ៊ែរប្រហែលជា2តោនកន្លះនិងនាំផ្លូវដោយ GPS ដើម្បីវាយប្រហារគោលដៅដោយមានសុក្រិតភាពខ្ពស់បំផុតអ្វីដែលគួរឲ្យចាប់អារម្មណ៍មានតែយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 Spirit មួយប៉ុណ្ណោះដែលអាចដឹកគ្រាប់បែកនេះបានដោយសារតែទំហំដ៏ធំរបស់វារបាយការណ៍ពី Wiki បានបង្ហាញថាមន្ទីរបញ្ចកោណបានបញ្ជាឲ្យផលិតគ្រាប់បែកនេះតិចជាង20គ្រាប់នៅក្នុងតម្លៃប្រហែលជា$10 លានក្នុងមួយគ្រាប់អ្នកវិភាគយោធានិយាយថា GBU 57ជាជម្រើសចុងក្រោយប្រសិនបើការទូតបរាជ័យអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានស្នើសុំ GBU 57ពីសហរដ្ឋអាមេរិកដើម្បីកំទេចទីតាំងនុយក្លេអ៊ែរ Fordo របស់អ៊ីរ៉ង់ដែលស្ថិតនៅក្រោមដីជម្រៅ90ម៉ែត្រ